Hello ក៏ដូចជាសួស្តីអ្នកនរគ្នាវិលមកជួបខ្ញុំវិញម្ដងទៀតហើយ Vanda Official ថ្ងៃនេះខ្ញុំមកប្រាប់អ្នកគ្នាពីការ shut down Windows Auto ឬមួយក៏បិទកុំព្យូទ័រដោយគ្រាន់តែយើងចុច right click មិនមែន right click ទេ click តែ2ដង mouse ឆ្វេងវានឹងបិទ Auto ដោយមិនចាំប្រើ shortcut key ឬមួយក៏ចុចធម្មតាដូចយើងចុចអញ្ចឹងអ្នកគ្នាអញ្ចឹងហើយតើ យើងគ្រាន់តែចុច right click 2តង់ប៉ុបវាបិទកុំព្យូទ័រអូតូមុននឹងចូលដល់វីដេអូនេះអ្នកគ្នាកុំភ្លេចជួយចុច Subscribe Like ហើយជួយ Share ដល់មិត្តភក្តិអ្នកគ្នាអ្នកបីផងអ្នកគ្នាដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តចែកជូនអ្នកគ្នាអ្វីដែលខ្ញុំបាទដឹងបានចេះឥឡូវយើងចូលវីដេអូយើងតគ្នាអ្នកគ្នាជាដំបូងអ្នកគ្នាគ្រាន់តែ right click រើសពាក្យថា New ចុច Text Document បង្កើត Document មួយអ្នកគ្នា rename វាមកអ្នកគ្នាដាក់ shutdown.bat ចេញមកអញ្ចឹងអ្នកគ្នាចុច Yes មកចុច Yes ទៀតមកវានឹងចេញមកជាបែបនេះអ្នកគ្នា right click លើវាអ្នកគ្នារើសវាថា Edit in Notepad តោះមកអ្នកគ្នាវាយតាមខ្ញុំមកអ្នកគ្នា Add Echo of តោះមកអ្នកគ្នាវាយខាងក្រោមនេះ shut down /s /f / ដកឃ្លាមួយទៀត /t តោះមកអ្នកគ្នាដាក់លេខកំណត់វិនាទីដែលអ្នកគ្នាចង់ឲ្យវានៅក្នុងប៉ុន្មានវិនាទីហ្នឹងដូចជាអ្នកគ្នាចង់មួយវិនាទីវានឹងរាប់1វិនាទីហ្នឹងហើយវានឹងបិទកុំព្យូទ័រអូតូឬមួយក៏0អាហ្នឹងដាក់ទៅយើងចុច2តង់ហើយវាបិទទៅភ្លាមដែរឬក៏3 4ស្រាអ្នកនរគ្នាចង់ដាក់សម្រាប់ខ្ញុំដាក់0ព្រោះថាពេលបន្ទាន់ដាក់លេខ0ល្អតោះមកអ្នកគ្នាចុចពាក្យថា File អ្នកគ្នាចុច Save មកអ្នកគ្នាហើយទៅមកវាបានអញ្ចឹងអ្នកគ្នាត្រូវចុច right click អ្នកគ្នារើសពាក្យថា Create Shortcut ទៅមកអ្នកគ្នា rename ឲ្យវាស្អាតមកឲ្យវាស្អាតអញ្ចឹងមកដូចអញ្ចឹងមកអ្នកគ្នាអានេះក្បត់ចោលអ្នកគ្នាបានអញ្ចឹងហើយអ្នកគ្នាចុច right click ម្ដងទៀតអ្នកគ្នារើសពាក្យថា Property អ្នកគ្នារើសពាក្យថាអ្នកគ្នាចង់ឲ្យឈប់អ្នកគ្នារើសមួយនេះមកអ្នកគ្នានេះ Advanced អ្នកគ្នារើសថុចពាក្យថា Run as administrator អ្នកគ្នាមកចុចថុចមកអ្នកគ្នាចុចអូខេហើយអ្នកគ្នាចុចថា Apply មិនទាន់ទេអ្នកគ្នាអស់ឈប់នេះអ្នកគ្នារើស icon ដែលអ្នកគ្នាពេញចិត្តមកដែលអ្នកគ្នាពេញចិត្តអីមួយ icon មួយណែនេះមួយនេះខ្ញុំអ្នកគ្នាចុច Apply ម្ដងទៀតមកអ្នកគ្នាចុចថាវាអូខេវាបានមកជិតចឹងហើយអានេះខ្ញុំបង្កើតឲ្យមួយអ្នកគ្នាគ្រាន់ចុច2តង់វានឹងបិទកុំព្យូទ័រអ្នកគ្នាអូតូបិទនៅក្នុង0វិនាទីតែបើខ្ញុំចុចបិទដាច់វីដេអូហ្នឹងមកដែលអត់បានផុសហ្មងវីដេអូនេះមានតែប៉ុណ្្នឹងឯងបើអ្នកគ្នាធ្វើកើតក៏ល្អបើធ្វើមិនកើតទេអ្នកគ្នាអាច comment ប្រាប់ខ្ញុំចាំខ្ញុំប្រាប់អ្នកគ្នាពីម៉េចហើយបើនៅតែមិនកើតទៀតអ្នកគ្នាអាចឆាតទៅ Facebook ខ្ញុំនៅក្នុង description បានអ្នកគ្នាជាចុងក្រោយនេះអ្នកគ្នាកុំភ្លេចជួយចុច like Subscribe បិទសញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងអ្នកគ្នាកុំភ្លេចណាអ្នកគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ